នាងខ្ញុំឈ្មោះអេងស្រីណែតបច្ចុប្បន្ននាងខ្ញុំមានអាយុ27ឆ្នាំហើយបច្ចុប្បន្នខ្ញុំក៏កំពុងតែបម្រើការងារនៅក្នុងអង្គការ CCT ដែលមានតួនាទីជាបុគ្គលិកសង្គមកិច្ចបើនិយាយពីជីវិតរបស់ខ្ញុំមិនទាន់បានជួប CCT ហ្នឹងគឺជីវិតគ្រួសាររបស់ខ្ញុំគឺពិតជាមានជីវភាពខ្វះខាតខ្លាំងមែនទែនដោយសារតែការហ្នឹងគឺខ្ញុំមានអាយុប្រហែលជា2ខួបហើយពេលហ្នឹងដែរគ្រួសារខ្ញុំក៏បានលែងលះគ្នាអញ្ចឹងជីវិតរបស់ខ្ញុំត្រូវរស់នៅជាមួយឪពុករបស់ខ្ញុំជាមួយនឹងបងប្រុសខ្ញុំម្នាក់អញ្ចឹងប៉ាខ្ញុំមួយថ្ងៃចំនួនហ្នឹងរកបានតែ10000ទៅ10000តិចតួចឬមួយក៏15000អីហ្នឹងឯងហើយទៅពួកយើងអត់មានកន្លែងស្នាក់នៅទេអញ្ចឹងពួកយើងត្រូវស្នើសុំដីគេដើម្បីសាងសង់ផ្ទះទូចមួយល្មមដើម្បីនៅជាមួយឪពុកកូនដែលមានសមាជិក3នាក់អញ្ចឹងយើងជួបឧបសគ្គច្រើនខ្លាំងមែនទែននៅពេលដែលមេឃភ្លៀងអញ្ចឹងទៅផ្ទះយើងអត់មានដំបូលអីដែលបិទបាំងចិត្តឲ្យពួកគេដូចផ្ទះដតីទេអញ្ចឹងពេលភ្លៀងមកពួកយើងត្រូវងើបដើម្បីសាកតេលសាអីអញ្ចឹងណាអញ្ចឹងពួកយើងត្រូវរកកន្លែងដែលអត់មានភ្លៀងធ្លាក់មកពេលហ្នឹងខ្ញុំក៏មិនបានស៊ើបគិតថាអូអាហ្នឹងវាជាភាពលំបាកខ្លាំងអីដែរតែពេលដែលខ្ញុំបានឆ្លងកាត់បានមករស់នៅបានសុខស្រួលជាហើយបានដឹងថាពេលវេលាហ្នឹងគឺជាពេលវេលាលំបាកខ្លាំងសម្រាប់ពួកយើងបន្ទាប់ពីឪពុកខ្ញុំបានស្លាប់ទៅខ្ញុំក៏បានតាំងចិត្តខិតខំរៀនសូត្រឡើងវិញដោយសារតែពេលហ្នឹង CCT បានផ្គត់ផ្គង់គ្រប់យ៉ាងទាំងអស់តាំងពីការហូបចុកការស្នាក់នៅសម្លៀកបំពាក់សេវាសុខភាពហើយនិងការដឹកជញ្ជូនជាដើមពេលនោះដែរបន្ទាប់ពីខ្ញុំបានប្រឡងទី12ជាប់ខ្ញុំក៏បានជ្រើសរើសជំនាញសង្គមកិច្ចទាំងហើយជាមូលហេតុដែលខ្ញុំចង់មកធ្វើការ CCT ដើម្បីជួយពួកគេបន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សានៅភ្នំពេញហើយខ្ញុំក៏បានរកការងារធ្វើបានដោយបច្ចុប្បន្នខ្ញុំធ្វើការជាមួយ CCT ហើយខ្ញុំក៏អាចគ្រប់គ្រងក៏ដូចជាផ្គត់ផ្គង់ជីវិតខ្លួនឯងបានដោយមិនពឹងផ្អែកទៅលើ CCT បន្តទៀតដែរអញ្ចឹងខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែនដែលបានស្គាល់ CCT ហើយបានផ្លាស់ប្ដូរជីវិតខ្ញុំមួយដ៏ធំCCT ពិតជាកន្លែងមួយដែលបានផ្ដល់ជីវិតថ្មីទៅដល់យុវជននិងកុមារជាច្រើននៅក្នុងប្រទេសកម្ពុជាហើយខ្ញុំសង្ឃឹមថាក្មេងៗចំនួនក្រោយដែល CCT កំពុងជួយពួកគេនឹងមានជីវិតល្អប្រសើរដូចខ្ញុំឬមួយក៏អាចនឹងជីវិតល្អប្រសើរជាងខ្ញុំតទៅទៀត